សួស្តីបងប្អូនថ្ងៃនេះមកមើលឆេបប្រុសធ្វើម្ហូបម្ដងណាឆាត្រកួនឆាត្រីខតែរសជាតិគេតែឆ្ងាញ់ណានៅចង់ធ្វើឆាត្រកួនត្រីខមួយដុំគ្រាន់តែលឺសំឡេងតលាក់តកួនចូលក្នុងឆ្នាំងហ្នឹងខ្ញុំឡងភ័យអានេះខ្ញុំតាំងកាមេរ៉ាទុកបើខ្ញុំអត់តាន់បិទតូបទៅដល់ពេលខ្ញុំទៅទទួលភ្ញៀវទៅបម្រើសេវាកម្មឲ្យភ្ញៀវណាវាលួយដកលុយអីហ្នឹងហើយខ្ញុំតាំងកាមេរ៉ាទុកឲ្យគាត់ធ្វើខ្ញុំចឹងដឹងថាគាត់ធ្វើបែបម៉េចអីចឹងណារសជាតិឆ្ងាញ់បែបម៉េចអីចឹងស្តេបរបស់គាត់ហ្នឹងគឺគាត់ដាក់គ្រឿងមកដូចថាដាក់ស្ករម្ដងកូរសិនប្រេងខ្យងម្ដងកូរសិនយើងក៏ដាក់មួយរបស់គាត់ណាតែរសជាតិរបស់គាត់ឆ្ងាញ់ណាអេមរបស់គេមុនដំបូងថាឆាត្រកួនដាក់ត្រីខឥឡូវឆាត្រកួនផ្សេងឆាត្រីខផ្សេងឆេបប្រុសចង់ធ្វើមិនក៏បានស្រេចតែចិត្តឆេបឲ្យតែឆេបធ្វើឲ្យញ៉ាំប៉ុន្តែគ្រឿងឆាត្រីខនេះរៀងពិសេសបន្តិចមិនពិសេសត្រង់ថាម្ទេសខ្ទឹមច្រើនអីទេណាឆាចោះឆាឡើងទូរស័ព្ទមកគ្រឿងលោតចូលក្នុងផ្ទះតែរសជាតិនៅឆ្ងាញ់ដដែលតែទូរស័ព្ទនឹងជូតបន្តិចឡើងមកចាតែក៏អរគុណប៉ាថ្ងៃណាបានមកហូបមកពេលទៀតរួចខ្លួនមកពេលដែរ